បារម្ភថានឹកឃើញថាខ្លាចចៅអត់អីហូរខ្លាចអត់អីពុតគង់ចៅឲ្យបានចប់ចុងចប់ដើមចឹងទៅគឺដេកមិនដែលលក់ស្រួលទេលោកគ្រូគិតច្រើនហ្មងជំរាបសួរលោកគ្រូខ្ញុំឈ្មោះយាយឆនខ្ញុំមានការលំបាកដោយសារខ្ញុំមានចៅតូចជាច្រើន6នាក់ព្រលឹមឡើងអាចរៀបចំឲ្យគាត់ស្លៀកពាក់មួយទឹកទៅសាលាផ្ដល់ជាចំណីអាហារឲ្យគាត់ទៅរៀនឪពុកគាត់ស្លាប់ម្ដាយគាត់ត្រូវមានជំងឺខ្ញុំមិនអាចមើលគាត់បានខ្ញុំទុកនៅផ្ញើបងប្អូននៅស្រុកមូលហេតុនឹងហើយបានក្មេងៗទាំងអស់ហ្នឹងនៅបន្ទុកនៅលើខ្ញុំទាំងអស់ខ្ញុំជាអ្នកទទួលរ៉ាប់រងពេលខែចៅទាំងអស់អញ្ចឹងគឺខ្ញុំលំបាកជាទីបំផុតប៉ុន្តែខ្ញុំទ្រាំតស៊ូដើម្បីឲ្យចៅរៀននួលខុសត្រូវដូចជាការបោសផ្ទះបោសសម្លៀកបំពាក់ខោអាវចៅការរៀបចំផ្ទះសម្បែងពេលណាទាំងនេះខ្ញុំអាចឆ្លៀតទៅរើចាយដើម្បីយកមកចិញ្ចឹមចៅរាល់ថ្ងៃនេះខ្ញុំមានកូនមួយធ្វើខាងកូនកបិតប៉ុន្តែដោយថាបានមួយហ្នឹងគ្រាន់ទប់ទល់ដែរប៉ុន្តែវាមិនអាចគ្រប់គ្រាន់ទេលោកគ្រូក្រហើយយើងកុំឲ្យលំបាកទៅមុខទៀតដើម្បីខំជំរុញចៅឲ្យរៀនសូត្រឲ្យគាត់ចេះដឹងដើម្បីមានការងារធ្វើទៅមុខរាល់ថ្ងៃនេះបានជំនួយមកនិត្រមបានជួយមកច្រើនដូចជាសម្ភារៈអង្គទិញម្ហូបមហាគ្រឿងក្រៅរបស់អីផ្សេងជាច្រើនពេលបានជំនួយនឹងហើយខ្ញុំក៏លើកទឹកចិត្តចៅឲ្យគាត់ខិតខំរៀនសូមអរគុណដល់ជំនួយមកនិត្រមសូមបន្តជួយសហគមន៍ខ្ញុំទៀតផង